សួស្តីទាំងអស់គ្នាខ្ញុំសូមនេះយកមកសម្រាយរឿងមួយដែលមានចំណងជើងថាចាស់ Twilight សម្រាប់អ្នកចង់បាកាហ្វេខ្ញុំអាចដូណេតតាម QR នេះបានតិចឬច្រើនខ្ញុំទទួលយកទាំងអស់អញ្ចឹងកុំឲ្យរងចាំពេលយូរតោះខ្ញុំសង្ឃឹមថាវានឹងមានអារម្មណ៍ចម្លែកនៅពេលដែលខ្ញុំមិននៅក្បែរអ្នកខ្ញុំសង្ឃឹមថាអ្នកនឹងគិតនៅជាមួយខ្ញុំល្អជាងនៅម្នាក់ឯងដូចខ្ញុំធ្វើដែរតើវាស្ដាប់ទៅដូចជាសម្ដេចមែនទេបន្ទាប់មកអ្នកបានឮវាត្រឹមត្រូវហើយហើយបានជាអ្នកតែងតែជ្រុលហួសហេតុពេកនៅពេលដែលអ្នកព្យាយាមដកថយខ្ញុំទៅតែចូលផ្ទះអ្នកជាលើដំបូងហើយឥឡូវអ្នកកំពុងនិយាយអំពីអាពាហ៍ពិពាហ៍មែនទេខ្ញុំបានប្រាប់នេះហើយថានៅពេលដែលយើងចាប់ផ្ដើមយើងនឹងមិនអាចឈប់បានទេនិយាយឲ្យស្មោះត្រង់ទៅលទ្ធផលនេះត្រូវបានសម្រេចចិត្តនៅពេលខ្ញុំបានបោះជំហានចូលទៅក្នុងផ្ទះរបស់អ្នកខ្ញុំគិតថាអ្នកមិនចាប់អារម្មណ៍នឹងរឿងដូចជាអាពាហ៍ពិពាហ៍ទេខ្ញុំមិនមែនទេពីព្រោះខ្ញុំមិនចាំបាច់ធ្វើដូច្នោះទេខ្ញុំមិនអាចគិតចង់មានអ្នកណានៅក្បែរខ្ញុំទេហើយឥឡូវនេះខ្ញុំចង់នៅក្បែរអ្នកចុះបើខ្ញុំនិយាយថាខ្ញុំមិនចង់ការពញាពេលរៀបការមិនមែនជាបញ្ហាទេគ្រាន់តែជាឯកសារប៉ុណ្ណោះរស់នៅទីនេះជាមួយខ្ញុំហើយមើលថាតើខ្ញុំជាមនុស្សដែលអ្នកចង់រស់នៅជាមួយបន្តឬអត់ស្ដាប់ទៅដូចជាការចាស់ចេញមិនមែនជាជំរើសមួយទេមែនហើយវាមិនមែនទេចាប់ពីពេលដែលអ្នកទទួលយកខ្ញុំមិនទាន់បានសម្អាតកន្លែងចាស់របស់ខ្ញុំនៅឡើយទេកិច្ចសន្យាជួលមិនទាន់បានបញ្ចប់នៅឡើយទេចំណាយពេលរបស់អ្នកដរាបណាបេះដូងរបស់អ្នកនៅទីនេះអ្នកតើខ្ញុំអន្តេសាឬអត់ខ្ញុំមិនដែលចង់ធ្វើអ្វីដែលមិនដំណើរការទេប៉ុន្តែជាមួយអ្នកមានរឿងជាច្រើនដែលខ្ញុំចង់ធ្វើគ្រាន់តែរឿងតូចតាចប៉ុណ្ណោះចូលចិត្តអ្វីមើលភាពយន្តកាន់ដៃគ្នាពេលដើរលេងញ៉ាំហាងក្រៅផ្ទះនៅថ្ងៃល្អប៉ុន្តែសូមញ៉ាំស្ទ្រូប៊េរីបន្តិចទៅខ្ញុំក៏ចង់ថតរូបគូសារដែរវាមើលទៅស្អាតណាស់បើជួលនៅទីនោះអ្នកមិនទាន់មានកម្រងមានកូននៅឡើយទេមែនទេខ្ញុំមិនដែលគិតអំពីការមានកូនទេខ្ញុំមិនប្រកាសថាខ្ញុំអាចចិញ្ចឹមមួយបានត្រឹមត្រូវទេប៉ុន្តែបើវាជាកូនរបស់អ្នកខ្ញុំចង់ជួបពួកគេមិនថាពួកគេយល់អ្នកណាតាមនោះទេការចិញ្ចឹមពួកគេនឹងមិនងាយស្រួលនោះទេអង្គុយឲ្យជឿសោះតើអ្នកកំពុងគិតទៅមុខដល់ណាទៀតចិនយ៉ងតើអ្នកមានកម្រងធ្វើពុតជាមិនដឹងរឿងនេះរយៈពេលប្រហែលហើយរហូតដល់ពេលណាខ្ញុំនឹងថើបអ្នកនោះជាអ្វីទាំងអស់ដែលអ្នកត្រូវធ្វើកិច្ចប្រជុំភាគហ៊ុនបានដំណើរការទៅតាមការគ្រោងទុកណាសង្វូនត្រូវបានតែងតាំងជាអ្នកដឹកនាំរឿងដោយរលូនក្នុងពេលជាមួយគ្នានឹងការតែងតាំងនាយកថ្មីប្រព័ន្ធផ្សព្វផ្សាយបានប្រកាសពីការជាប់ពាក្យរបស់ណាសង្វូននិងចាំងសេរាមានដំណើរការជាច្រើនអំពីទំនាក់ទំនងរបស់គាត់ជាមួយនាយកប្រតិបត្តិហុងអ៊ីនសបដែលបច្ចុប្បន្នកំពុងដឹកនាំហាន់យ៉ងប៉ុន្តែអង្គក៏ចំពោះការគ្រប់គ្រងផ្ទៃក្នុងសក្តានុពលដល់រសើរក្នុងគ្រួសារហុងមិនត្រូវបានលាតត្រដាងពេញលេញទេធ្វើបានល្អណាស់ជំនួយការអ្នកគ្រប់គ្រងយន្តបន្ទប់ប្រជុំបន្ទប់សន្និសីទអ្នកបានខិតខំធ្វើការធ្វើជាក្រុមមិនអាក្រក់ទេសម្រាប់អ្វីមួយដែលត្រូវបានរៀបចំយ៉ាងរហ័សបែបនេះមែនទេខ្ញុំបានរៀនច្រើនណាស់ការងាររបស់យើងគឺច្បាស់លាស់ណាស់វាពិតជាស្រស់ស្អាតណាស់វាជាការលើកទឹកចិត្តដ៏ល្អសម្រាប់អ្នកដែលយឺតដូចខ្ញុំអ្នកគ្រាន់តែប្រយ័ត្នអស់កម្លាំងពេកយប់មិនខ្ញុំគួរតែគេងលក់ស្រួលហើយប៉ុន្តែខ្ញុំមានអារម្មណ៍មិនស្រួលទេនៅពេលនេះខ្ញុំមិនអាចបន្តខ្វះវាជីនបានឡើយវាប្រហែលជាអង្វះចន្ទៈបកគូនរបស់ខ្ញុំអត់ទេប៉ុន្តែនោះមិនមែនមានន័យថាខ្វះវាជីនគ្មានទាំងស្រុងដែរយប់មិនក៏ស្ទើរតែលងទឹកមនុស្សក្នុងស្គរចូលយើងចេញពីបន្ទប់ប្រជុំដល់អ៊ូអនេះជាមុនសិនសូមកុំទុកឲ្យវាខ្លាចជាកិច្ចការបន្ទាប់អីយ៉ាងហោចណាស់ខ្ញុំនឹងអានវានៅតុរបស់ខ្ញុំហេតុអីទៅកុំប្រាប់ខ្ញុំថាវាជាកិច្ចការបន្ទាប់មែនទេជំនួយការអ្នកគ្រប់គ្រងយន្តការតែងតាំងបុគ្គលិកអ្នកគ្រប់គ្រងគម្រោងសាខាអឺរ៉ុបយ៉ាងទៀតវាជាការផ្សព្វផ្សាយក្នុងនាមជាផ្នែកមួយនៃប្រតិបត្តិការអាជីវកម្មនិងការពង្រឹងស្ថាប័នរបស់យើងការតែងតាំងបុគ្គលិកដោយខាងក្រោមនឹងត្រូវបានធ្វើឡើងនិងមួយដ៏ធំនៅទីនោះ
ប៉ុន្តែតើទូនាទីជាអ្នកគ្រប់គ្រងគម្រោងមិនមែនជាអ្នកដែលមានបទពិសោធន៍ត្រឹមតែ5ឬ6ឆ្នាំមិនគួរឲ្យដោះស្រាយទេឬយន្តជំនួយការអ្នកគ្រប់គ្រងតើអ្នកធ្លាប់ដាក់ពាក្យសុំមុខតំណែងនៅខាងសាខាក្រៅប្រទេសពីមុនមកទេអូតាមពិតតើខ្ញុំធ្លាប់បានធ្វើការម្ដងសម្រាប់តំណែងមួយនៅប្រទេសអូស្ត្រាលីនៅដើមអាជីពរបស់ខ្ញុំជាការពិតណាស់ខ្ញុំត្រូវបានគេបដិសេធខ្ញុំមិនយល់ទេតើពួកគេអាចពិចារណាដាក់ខ្ញុំក្នុងស្ថាប័ននោះដោយរបៀបណាតើពួកគេគ្រាន់តែត្រូវការអ្នករងទុក្ខដើម្បីជំរុញអាជីវកម្មថ្មីមែនទេប្រធានក្រុមណាសង្វូនទេខ្ញុំបានឮថាអ្នកដឹកនាំរឿងណាសង្វូនចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការងារនោះវាគ្រាន់តែជាពាក្យចាំរាមប៉ុណ្ណោះប៉ុន្តែពួកគេនិយាយថាគាត់ថែមទាំងកំពុងពិចារណាតួបន្ទុកសាខាអឺរ៉ុបទៀតផងបើគាត់ខ្លាចជានាយកប្រតិបត្តិគាត់ត្រូវតែបង្ហាញលទ្ធផលដល់ពាក្យហ៊ុនវិជាគម្រោងទ្រង់ទ្រាយធំហើយវាពាក់ព័ន្ធនឹងការបើកបណ្ដាញថ្មីដូច្នេះយ៉ាងហោចណាស់មនុស្សនឹងមើលទៅថាលទ្ធផលទៅជាយ៉ាងណានោះទេវាជាសម្ពាធច្រើនណាស់ប៉ុន្តែវាជាឱកាសដ៏ធំមួយដូច្នេះគ្មានហេតុផលដើម្បីបដិសេធនោះទេដោយសារតែហេតុផលនោះពួកគេមិនបានចាត់តាំងខ្ញុំឲ្យទៅសាខាអឺរ៉ុបទេមែនទេខ្ញុំធ្វើឲ្យរញ៉េរញ៉ៃអីគ្រាន់តែរីករាយជាមួយវាបន្តិចទៅពេលវាត្រឡប់មករកខ្ញុំវិញយ៉ាងហោចណាស់សូមឲ្យវាស្ថិតនៅក្នុងស្ថានភាពដែលខ្ញុំអាចទ្រាំទ្របានជាពិសេសនៅពេលដែលខ្ញុំនឹងចាំងសេរ៉ាទើបតែប្រកាសពីការជាប់ពាក្យរបស់យើងជំនួយការអ្នកគ្រប់គ្រងយូចិនយ៉ងមែនហើយនេះគឺជាយូចិនយ៉ងអ្នកដឹកនាំរឿងណាសង្វូនកំពុងហៅនេះនាយកណាសង្វូនតើអង្គុយទៅខ្ញុំសមាថាអ្នកបាំងឃើញសេចក្តីប្រកាសព័ត៌មានអំពីបុគ្គលិកហើយអ្នកត្រូវតែគិតថាវាភ្លាមខ្ញុំចង់ជូនដំណឹងដល់អ្នកជាមុនប៉ុន្តែខ្ញុំមិនអាចតាក់ទងអ្នកបានទេខ្ញុំបានឮថាអ្នកបានណែនាំខ្ញុំឆ្ងល់ថាហេតុអីបានជាអ្នកគិតថាខ្ញុំជាមនុស្សត្រឹមត្រូវខ្ញុំធ្លាប់គិតឃើញអ្នកធ្វើការដូច្នេះខ្ញុំដឹងថាអ្នកជាមនុស្សប្រភេទណាអ្នកខិតខំធ្វើការប៉ុណ្ណាអ្នកបានសម្រេចបានប៉ុណ្ណាហើយមើលស្រាលអ្នកប៉ុណ្ណាក្នុងស្ថានភាពមួយដែលយើងត្រូវបើកផ្លូវថ្មីមនុស្សដែលខ្ញុំត្រូវការមិនមែនជាមនុស្សដែលមានបទពិសោធន៍ឬចំណេះដឹងច្រើនជាងនេះទេអ្នកបានដោះស្រាយគម្រោង Tandos ដូច្នេះអ្នកដឹងពីស្ថានភាពក្នុងតំបន់បានល្អអ្នកមានផ្លូវបើកបរហើយខ្ញុំគ្រាន់តែណែនាំបុគ្គលិកដែលមានសមត្ថភាពម្នាក់ក្រុមធនធានមនុស្សក៏បានទទួលស្គាល់សមត្ថភាពរបស់ជំនួយការអ្នកគ្រប់គ្រងយន្តផងដែរដូច្នេះពួកគេបានទទួលយកវាមានពាក្យចាំអារម្មណ៍ថាអ្នកដឹកនាំរឿងនឹងទទួលបន្ទុកសាខាអឺរ៉ុបដោយផ្ទាល់នោះជាការពិតខ្ញុំមើលឃើញថាវាជាឱកាសមួយដើម្បីបញ្ជាក់ខ្លួនឯងថាជាអ្នកដែលដឹកនាំរឿងសំទោសប៉ុន្តែខ្ញុំមិនគិតថាខ្ញុំអាចទទួលយកការងារនេះបានទេខ្ញុំជឿថាអ្នកដឹងពីមូលហេតុរួចហើយអ្នកត្រូវញ៉ៃបញ្ហាផ្ទាល់ខ្លួនចេញពីរឿងអាជីវកម្មជំនួយការអ្នកគ្រប់គ្រងយន្តអារម្មណ៍របស់ខ្ញុំមិនមានអ្វីទាក់ទងនឹងការណាត់ជួបនេះទេ